រឿងប្អូនស្រីខ្ញុំត្រូវស្នេហ៍គេនាសម័យកាលឆ្នាំ2022ដ៏ស៊ីវិល័យនៅក្នុងសាកលវិទ្យាល័យដ៏ល្បីមួយកណ្ដាលរាជធានីភ្នំពេញគ្មានអ្នកណាម្នាក់ដែលមិនស្គាល់ឈ្មោះស្រីនិតនោះទេនាងជានិស្សិតស្រីឆ្នាំទី3ផ្នែកគ្រប់គ្រងពាណិជ្ជកម្មដែលមានរូបសម្រស់ស្អាតដាច់គេសក់វែងខ្មៅរលោងញញឹមស្រស់និងមានចរិតរឹកពីទុនភ្លុនរៀបសារគួរឲ្យស្រឡាញ់ស្រីនិតរស់នៅក្នុងគ្រួសារធូរធារមួយនៅក្នុងបុរីលំដាប់ខ្ពស់ជាមួយអ្នកស្រីសុភីជាម្ដាយមេម៉ាយនិងវិបុលដែលជាបងប្រុសបង្កើតនិងជាអ្នកមើលការខុសត្រូវលើរូបនាងយ៉ាងដិតដល់ជីវិតរបស់ស្រីនិតហាក់បីដូចជាល្អឥតខ្ចោះនាងមានទាំងមិត្តភក្តិល្អមានទាំងគ្រួសារកក់ក្ដៅនិងមានសង្សារម្នាក់ឈ្មោះសៃឡាជានិស្សិតរៀនដេប៉ាតឺម៉ង់ជាមួយគ្នាគេជាបុរសម្នាក់ដែលមានរូបរាងសង្ហាចរិតចាស់ទុំនិងតែងតែផ្ដល់តម្លៃឲ្យស្រីនិតជានិច្ចអ្នកទាំងពីរស្រឡាញ់គ្នាណាស់តែងតែបណ្ដាលគ្នាទៅរៀនញ៉ាំអីនិងមើលសៀវភៅនៅបណ្ណាល័យជាមួយគ្នាបង្កើតបានជាភាពច្រណែនដល់និស្សិតប្រុសៗដទៃទៀតប៉ុន្តែនៅក្នុងចំណោមខ្សែភ្នែកច្រណែនទាំងនោះមានខ្សែភ្នែកមួយគូដែលគួរឲ្យខ្លាចបំផុតនោះគឺខ្សែភ្នែករបស់រតនាជាមិត្តរួមថ្នាក់របស់ស្រីនេះដែរប៉ុន្តែគេជាមនុស្សឯកោចូលចិត្តអង្គុយនៅជ្រុងងងឹតនៃបន្ទប់រៀនមិនសូវនិយាយស្ដីជាមួយអ្នកណានិងតែងតែសម្លឹងមើលស្រីនិតដោយភាពចង់បានងប់ងល់និងលះគំនិតអត្តកំបាំងរតនាធ្លាប់លួបផ្ញើកាដូផ្ញើសម្បុត្រស្នេហានិងផ្ញើសារតាម Facebook ទៅរកស្រីនិតជាច្រើនដងប៉ុន្តែស្រីនិតតែងតែបដិសេធដោយភាពគួរសមព្រោះនាងចង់ស្មោះត្រង់ជាមួយសៃឡារហូតដល់ថ្ងៃមួយក្នុងខែឧសភាឆ្នាំ2022រតនាបានសម្រេចចិត្តដើរទៅស្ទាក់មុខស្រីនិតនៅក្រោមដើមឈើក្បែរអគារសិក្សាក្នុងដៃមានកាន់បាច់ផ្កាកុលាបក្រហមដើម្បីសារភាពស្នេហ៍ជាចុងក្រោយរតនាខ្ញុំប្រាប់អ្នកច្រើនដងហើយតែកុំឲ្យអ្នកខាតពេលខ្ញុំសូមនិយាយត្រង់ចុះខ្ញុំមានសង្សារហើយខ្ញុំស្រឡាញ់គេខ្លាំងណាស់យើងធ្វើជាមិត្តរួមថ្នាក់ល្អនឹងគ្នាទៅចកណាស្រីនិតនិយាយទាំងទឹកមុខរៀបស្មាបដិសេធភ្លាមដៃរបស់រតនាឡើងញ័រទៅត្រឹកគេបោះបាច់ផ្កាចោលទៅលើដីរួចដើរមកជិតស្រីនិតសម្លឹងចំប្រប៉ែនាងទាំងកំហឹងរួចខ្សឹបដាក់ត្រចៀកនាងដោយសំឡេងត្រជាក់ស្រែបថាមីនិតឯងមើងងាយក្តីស្រឡាញ់អញបើឯងមិនស្រឡាញ់អញទេអ្នកផ្សេងក៏គ្មានសិទ្ធិបានខ្លួនប្រាណនឹងប្រលឹងឯងដែរចាំមើលចុះមិនយូរទេឯងនឹងត្រូវលោវ៉ាមកសុំក្តីស្រឡាញ់ពីអញដូចសត្វធាតុស្រីនិតឮហើយព្រឺក្បាលខ្ញក់នាងប្រញាប់ដើរចេញពីរតនាទាំងភាពភ័យខ្លាចបន្ទាប់ពីថ្ងៃនោះមករតនាបានបាត់មុខពីសាលារៀនអស់រយៈពេលជិត1ខែចិត្តដែលឆ្លក់វង្វេងនឹងការមតណ្ហាបូករួមទាំងការគុំគួនចង់ឈ្នះបានធ្វើឲ្យរតនាសម្រេចចិត្តងាកទៅរកផ្លូវអបាយមុខគេបានធ្វើដំណើរទៅសាកសួរមនុស្សចាស់តាមស្រុកស្រែចម្ការរហូតដឹងថានៅតាមព្រំដែនដាច់ស្រយាលមានគ្រូអាបធ្មុចស្រែខាងខ្មៅម្នាក់ឈ្មោះគ្រូស៊ុយដែលមានសិល្បៈសាស្ត្រខាងដាក់ស្នេហ៍ចងចិត្តនិងធ្វើអំពើអាបធ្មុចសម្រាប់មនុស្សយ៉ាងសាហាវរតនាបានជិះម៉ូតូកាត់ព្រៃកាត់ភ្នំរាប់រយគីឡូម៉ែត្ររហូតទៅដល់ខ្ទមរបស់គ្រូស៊ុយខ្ទមនោះធ្វើពីឈើចាស់ព័ទ្ធជុំវិញដោយដើមឈើធំដែលគ្មានស្លឹកមើលទៅគួរឲ្យខ្លាចគ្មានពន្លឺសូរ្យចាំងចូលឡើយនៅក្នុងខ្ទមពោពេញទៅដោយដបប្រេងពណ៌ខ្មៅពណ៌ក្រហមលឡាដៅក្របីសត្វនិងមនុស្សនិងមានធូបខ្មៅដុតហុយផ្សែងត្រឡោមក្លិនស្អោយស្អាប់ដូចសាកសត្វស្អោយគ្រូស៊ុយជាបរិសចំណាស់សក់ស្កៅរញ៉េរញ៉ៃភ្នែកម្ខាងខ្វៃស្លុបមុខខ្មៅក្រឹងក្រណិតគាត់សម្លឹងមើលរតនារួយសើចក្អាស់ក្អាយសម្លេងស្អកថាចង់បានស្រីមែនទេអាដុលចង់ឲ្យនាងរត់តាមឬចង់ឲ្យនាងងាប់រតនាឆ្លើយខ្ញុំចង់ឲ្យនាងរត់មកដេកជាមួយខ្ញុំចៅសង្សារនាងហើយឈួតវង្វេងដកចិត្តមិនរួចពីខ្ញុំទោះបីខ្ញុំធ្វើបាបនាងយ៉ាងណាក៏ដោយគ្រូស៊ុយងក់ដាលរួចបង្គាប់ឲ្យរតនាត្រឡប់ទៅវិញហើយលួចយករបស់ផ្ទាល់ខ្លួនរបស់ស្រីនិតឲ្យបានរួមទាំងសក់ក្បាលរបស់នាងដែលជ្រុះ3ស្រសៃរូបថតដែលឃើញមុខច្បាស់មិនព្រិលនិងខោអាវក្នុងដែលនាងទើបតែពាក់រួចមិនទាន់បានបោកដោយសាររតនាជាមិត្តរួមថ្នាក់គេបានដឹងថានៅថ្ងៃហាត់កីឡាស្រីនិតតែងតែទុកកាតាបនៅក្នុងបន្ទប់ផ្លាស់ខោអាយរតនាបានលបចូលទៅចាក់សោលួចយករបស់ទាំងអស់នោះបានទាំងអស់រួមទាំងលបប្រមូលសក់របស់ស្រីនិតនៅលើតុរៀនរបស់នាងទៀតផង
គេប្រញាប់យករបស់ទាំងអស់នោះទៅប្រគល់ឲ្យគ្រូស៊ុយភ្លាមគ្រូស៊ុយបានយកខោអាវក្នុងនិងសក់របស់ស្រីនិតមកពួតជុំវិញរូបតុក្កតាដែលធ្វើពីដីច្របាច់លាយជាមួយនឹងប្រេងតំណក់ឈាមខ្មោចតៃហោង7សពដែលជាខ្មោចស្រីចងកស្លាប់ទាំងមានផ្ទៃទូកគ្រូស៊ុយបញ្ចប់ការដុតទៀនក្រហមសូត្រគាថាភាសាបាលីខ្មែរញ៉ាត់វិញ្ញាណប្រាយបំរាឲ្យចូលទៅតាមរក្សានិងបញ្ជាលើព្រលឹងរបស់ស្រីនិតចាប់ពីពេលនោះទៅចូលមកដល់ខែកក្កដាឆ្នាំ2022ជីវិតរបស់ស្រីនិតចាប់ផ្ដើមធ្លាក់ចូលក្នុងរណ្ដៅនៃរោគសញ្ញាដំបូងគឺនាងចាប់ផ្ដើមមានអាការៈធ្ងន់ក្បាលងងើយដេកពេញមួយថ្ងៃប៉ុន្តែដល់ពេលយប់នាងបែរជាដេកមិនលក់ភ្នែកបាក់ធំសម្លឹងមើលទៅពីដានបន្ទប់សម្រស់ដ៏ស្រស់ស្អាតរបស់នាងប្រែជាស្រពោនខ្លាំងក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ភ្នែកស្លក់ខ្មៅដូចមនុស្សញៀនថ្នាំស្បែកប្រែជាស្លេកលឿងដូចសាកសពអ្វីដែលធ្វើឲ្យគ្រួសាររន្ធត់បំផុតនោះគឺការផ្លាស់ប្ដូរចិត្តគំនិតស្រីនិតស្រាប់តែផ្ញើសារទៅសុំបែកពីសីលាទាំងគ្មានហេតុផលមិនតែប៉ុណ្ណោះនាងបានប្រើពាក្យសម្ដីជេរប្រមាថសីលាធ្ងន់ដូចជាមនុស្សបាត់បង់ម្ចាស់ការនាងលែងទៅរៀនហើយជារៀងរាល់ថ្ងៃនាងតែងតែដើរចេញពីផ្ទះទាំងភ្លឹកសំដៅទៅផ្ទះជួលរបស់រតនានៅពេលនៅជាមួយរតនានាងប្រៀបដូចជាទាសករកាមតណ្ហារតនាបង្គាប់ឲ្យធ្វើអ្វីក៏ធ្វើតាមដែរមិនមានការប្រកែកឡើយនៅក្នុងផ្ទះរបស់ខ្លួនឯងស្រីនិតចាប់ផ្ដើមបង្ហាញទង្វើវិបុរិតនៅយប់មួយវេលាម៉ោង3ទៀងភ្លឺអ្នកស្រីសុភីជាម្ដាយបានឮសំឡេងទំពាអ្វីម៉ាត់នៅក្នុងផ្ទះបាយគាត់ស្មានថាចៅលួចចូលផ្ទះក៏ហៅវិបុលឲ្យកាន់ដំបងចុះមកមើលពេលបែកភ្លើងផ្ទះបាយពួកគាត់សឹងតែគាំងបេះដូងស្លាប់ស្រីនិតកំពុងអង្គុយច្រហងនៅលើអ៊ីតការ៉ូដ៏ត្រជាដៃទាំងពីរប្រឡាក់ពេញដោយឈាមស្រស់នាងកំពុងតែកាន់សាច់មាន់ឆៅនិងថ្លើមជ្រូកឆៅដែលទើបតែទិញពីផ្សារយកមកកាំទំពាស៊ីទាំងឈាមហូរស្រក់តាមចង្កាពេលនាងងាកមកមើលម្ដាយនឹងបងប្រុសភ្នែករបស់នាងលែងមានពណ៌សទេហើយគឺវាឡើងក្រហមញ៉ាំងនាងបានក្រហឹមសំឡេងដូចសត្វព្រៃដាក់ពួកគាត់រួចស្ទុះរត់ឡើងទៅបន្ទប់បោកទ្វារចាក់សោជិតខិតចាប់ពីថ្ងៃនោះមកនៅក្នុងបន្ទប់គេងរបស់ស្រីនិតចាប់ផ្ដើមភាយក្លិនស្អុយរលួយដោយមានសត្វកណ្ដាលងាប់រាប់រយក្បាលវិបុលបានចូលទៅរុះរើកាយសម្ហាត់បាញ់ទឹកអបអស់ផាំដបក៏មិនបាត់ក្លិននោះដែរក្លិននោះកាន់តែធំខ្លាំងនៅពេលយប់កណ្ដាលអាធ្រាត្រវិបុលតែងតែលុបមេលប្អូនស្រីតាមរុនសោទ្វារលោកបានឃើញស្រីនិតអង្គុយនៅមុខកញ្ចក់ទប់តែងខ្លួននាងសែកខឹកម្នាក់ឯងរួចនិយាយថាស្អាតណាស់មុខអញស្អាតណាស់រតនាស្រឡាញ់អញប៉ុន្តែអ្វីដែលរន្ធត់គឺរូបភាពនៅក្នុងកញ្ចក់មិនមែនជារូបភាពស្រីនិតញញឹមទេគឺជារូបភាពមនុស្សស្រីម្នាក់ទៀតដែលមានសក់វែងរញ៉េរញ៉ៃមុខមាត់ខូចទ្រង់ទ្រាយកំពុងឈរពីក្រោយខ្នងស្រីនិតរួចលៀនអណ្ដាតវែងមកលិតក្បាលស្រីនិតមន្ទីរអាគមងងឹតមិនត្រឹមតែបំផ្លាញស្រីនិតទេវាបានរលាយដល់មនុស្សជុំវិញខ្លួនជាពិសេសគឺសីលាដែលមិនព្រមបោះបង់ស្រីនិតសីលាបានព្យាយាមមកជួបស្រីនិតនាទីជាច្រើនដងធ្វើឲ្យរតនាខឹងយ៉ាងខ្លាំងក៏បញ្ជាឲ្យព្រាយបំរើទៅលងសម្រាប់សីលាយប់មួយក្នុងខែតុលាឆ្នាំ2022សីលាបានបើកឡានត្រឡប់មកវិញពីភ្នំថ្មីសិនសំដៅទៅផ្ទះវិញផ្លូវនៅយប់នោះស្ងាត់ជ្រងំខកធម្មតាទោះបីជាម៉ាំងទៅតែ9យប់ក៏ដោយស្រាប់តែភ្លើងក្បាលឡានចាប់ផ្ដើមភ្លឹបភ្លែតហើយម៉ាស៊ីនត្រជាក់ក្នុងឡានស្រាប់តែធ្លាក់ចុះត្រជាក់ស្រេបដូចទឹកកកសីលាកំពុងតែបើកបរស្រាប់តែមានអារម្មណ៍ថាកៅអីខាងក្រោយមានទម្ងន់ធ្ងន់លោកក្រឡេកមើលក្រចកមើលក្រោយស្រាប់តែឃើញស្រមោលខ្មៅមួយដុំធំលោកបានយកទូរស័ព្ទមកបើក flash បែរទៅមើលក្រោយស្រាប់តែឃើញច្បាស់ស្ដែងមានខ្មោចស្រីម្នាក់អង្គុយបោះជើងនៅលើកៅអីក្រោយនាងពាក់អាវពណ៌សប្រឡាក់ឈាមសក់វែងបាំងមុខជិតនាងសន្សឹមងើបមុខឡើងសាច់មុខរបស់នាងរលួយធ្លាក់ជាដុំភ្នែកម្ខាងលៀនអណ្ដាតចេញមកក្រៃគន្លឿងភ្នែកមានឈាមហូរស្រក់តក់លើពុកឡានខ្មោចនោះបានលូកដៃដល់ស្កាំងស្កែងក្រជែកខ្មៅវែងមកច្របាច់កសីលាពីក្រោយយ៉ាងណែនធ្វើឲ្យលោកថប់ដង្ហើមសឹងតែលៀនភ្នែកវាស្រែកដាស់ត្រចៀកលោកសំឡេងក្រលើធ្ងន់និងស្អុយធំក្លិនសាកសពថាអាមីនិតជារបស់រតនាបើហុងអញហ៊ានតែទៅចិត្តនាងទៀតអញនឹងកាច់កហុងអញឲ្យដាច់ចេញពីស្មាសីលាភ័យពេកលេងដឹងអីដៃចង្គោលឡានក្រឡឹបចាក់ឡានរបស់លោកបានជ្រុលទៅបុកដែមឈើធំមួយក្បែរផ្លូវផ្ទុះកង់បណ្ដាលឲ្យលោកសន្លប់បាត់ស្មារតីសីលាត្រូវបាក់ជើងទាំងសងខាងនិងរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរដេកពេទ្យជិតកន្លះឆ្នាំចាប់ពីពេលនោះមកគ្រូសាស្ត្រសីលាបានបង្ខំឲ្យគេដកខ្លួនចេញពីស្រីនិតដាច់ខាតព្រោះដឹងថានាងត្រូវអំពើអាបធ្មុចសាហាវមិនត្រឹមតែលងសីលាទេព្រាយនោះបានធ្វើទារនុកកម្មស្រីនិតជារៀងរាល់យប់នៅពេលណាដែលមន្ទីរអាគមរបស់គ្រូស៊ុយថយកម្លាំងបន្តិចបន្តួចហើយប្រលឹងពិតរបស់ស្រីនិតព្យាយាមប្រឆាំងព្រាយនោះនឹងបង្ហាញខ្លួនមកលងនាងភ្លាមមានយប់មួយវិបុលបានឮសំឡេងស្រីនិតស្រែកយំអង្វាកយ៉ាងខ្លាំង
លែងខ្លួនទៅខ្ញុំខ្លាចហើយកុំធ្វើបាបខ្ញុំអីវិបុលបានរត់ទៅធាក់ទ្វារសម្រុកចូលទៅលោកស្រឡាំងកាំងព្រោះឃើញបបងស្រីរបស់គាត់កំពុងតែដោយកម្លាំងអរូបីមួយទាញសក់ក្បាលលើកឡើងទៅលើអាកាសហោះកម្ពស់2ម៉ែត្រពីលើគ្រែនៅពីលើក្បាលនាងមានស្រមោលព្រៃស្រីវែងចងកលៀនអណ្ដាតមួយកំពុងតែយកដៃក្វាច់ពេញមុខនឹងទ្រូនស្រីនិតបណ្ដាលឲ្យមានស្មាមរបួសឈាមស្រស់ៗពេលឃើញវិបុលចូលមកព្រាយនោះបានងាកក្បាលមកក្រៅ180ដឺក្រេសម្លឹងមើលចំមុខវិបុលរួចសាយក្អោសម្លេងលាន់លឺរង្គើដំបូលប្រទះរត់បោកស្រីនិតចុះមកលើឥដ្ឋការ៉ូបោកក្បាលហូរឈាមសម្លាប់បាត់ទៅចំណែកព្រាយនោះក៏រលាយបាត់ទៅក្នុងភាពងងឹតបាត់ដោយមិនអាចទ្រាំមើលប្អូនស្រីស្លាប់ទាំងវេទនាវិបុលនិងអ្នកស្រីសុភីបានចំណាយប្រាក់ការដែលសន្សំពេញមួយជីវិតនាំស្រីនិតទៅរកគ្រូដោះជាច្រើនអ្នកចាប់ពីឆ្នាំ2022ដល់ឆ្នាំ2025ប៉ុន្តែគ្រូណាទេវក៏បរាជ័យនឹងរងរបួសត្រឡប់មកវិញដែរគ្រូទី1លោកគ្រូធំសៀបដីភ្នំស្រង់គ្រូនេះល្បីខ្លាំងស្រោតទឹកដិនព្រាយនៅពេលគ្រួសារដឹកស្រីនិតទៅដល់ផ្ទះគ្រូស្រីនិតមានអាការៈញ័រទៅត្រើកមិនព្រមចុះពីឡានពេលបង្ខំនាងឲ្យអង្គុយជំមុខមកគ្រូចាប់ដាំយកខ្សែសៀលមកចងក្បាលនាងរួចសូត្រមន្តភ្លាមស្រីនិតបើកភ្នែកធំស្ទុះទៅកម្មដៃគ្រូនោះដាច់សាច់មួយដុំធំងាមរួចយកថាតគ្រឿងពិធីមកវាយក្បាលគ្រូនោះបែកឈាមក្បាលហូរស្រោចមុខនាងសម្លឹងមើលគ្រូទាំងក្រហឹមថាអាគ្រូច្រឡប់សៀលហុងអញបញ្ចុងចង្កឹតចង់មកប្រជែងជាមួយគ្រូអញហេះអញនឹងធ្វើឲ្យប្រពន្ធកូនហុងអញក្អកឈាមស្លាប់ទាំងពូជគ្រូនោះភ័យពេកលែងហ៊ានដកក៏ដេញគ្រួសារវិបុលចិនទាំងយប់គ្រូទី2លោកតាអាចារ្យសັດចាំខេត្តបាត់ដំបងលោកតាអាចារ្យនេះជាអ្នកសមាធិខ្លាំងពូកែគាត់បានរៀបចំពិធីកាត់ឆ្នោតយន្តនៅក្នុងព្រះវិហារវត្តចាស់មួយដើម្បីយកបារមីព្រះមកជួយប៉ុន្តែនៅវេលាម៉ោង12យប់ចំខាងដែលលោកតាកំពុងសូត្រមន្តពិធានខ្សៀតប្រំដោះប្រលឹងស្រាប់តែមានខ្យល់ភៀវខ្មៅបោកបក់មកយ៉ាងខ្លាំងមួយខឿងធ្វើឲ្យទ្វារព្រះវិហាររបើកបោកទន្តិចគ្នាដាំងអ្វីដែលគួរឲ្យរន្ធត់បំផុតនោះគឺរូបសំណាកព្រះពុទ្ធរូបដែលធ្វើពីថ្មភ្នំស្រែងនៅលើអាសនៈស្រាប់តែព្រះស្រកាជាពីរចេញឈាមក្រហមតាមស្នាមព្រះរួចធ្លាក់ចុះទៅបែកខ្ទេចខ្ទីលោកតាអាចារ្យត្រូវខ្យល់បោកដួលខ្ទាតក្រឡេកលោកដកដង្ហើមធំទាំងមុខស្លេកស្លាំងរួចពោលថាអាបធ្មួយនេះប្រាឈាមខ្មោចតែហោង7សពចងប្រលឹងនាងជាមួយនឹងម្ចាស់អំពើហៅទៅហើយបើគ្រូសៀបមិនខ្លាំងដល់កំពូលទេគឺត្រូវស្លាប់ជំនួសមិនខានខ្ញុំជួយមិនបានទេចូលទៅរកគ្រូខ្សែសើនៅភ្នំគូលែនទៅពេលវេលាបានកន្លងហួសទៅរហូតដល់បង្កាត់ដាឆ្នាំ2026ស្ថានភាពរបស់ស្រីនិតបានឈានដល់ដំណាក់កាលចុងក្រោយរាងកាយរបស់នាងប្រែជាស្កើមរហូតសល់តែស្បែកដណ្ដើមឈឹងភ្នែកទាំងសងខាងលិចជ្រៅទៅក្នុងរុនភ្នែកនាងលែងហូបបាយទឹកទាំងស្រុងគិតតែគេងនៅលើគ្រែបត់ដៃបត់ជើងមិនដឹងខ្លួនទាំងស្រុងអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺជារៀងរាល់ថ្ងៃនាងតែងតែក្អកមកសុទ្ធតែដង្កូវវ៉ារវើកឈាមខ្មៅខាប់ស្អុយធំក្លិនអាសន្នរោគនិងមានកំទេចកញ្ចក់តូចនិងដៃគោលច្រេះរាចាប់លីឡាមកជាមួយគ្រូពេទ្យនិងមន្ទីរពេទ្យទំនើបបានយកនាងទៅស្កេននិងពិនិត្យឈាមយ៉ាងលម្អិតប៉ុន្តែលទ្ធផលបង្ហាញថាគ្រប់សរីរាង្គរបស់នាងគឺធម្មតាទាំងអស់មិនមានមរិង្កាឬមេរោគអ្វីឡើយគ្រូពេទ្យត្រឹមតែក្រវាយក្បាលហើយប្រាប់ឲ្យគ្រូសានាំនាងត្រឡប់មកផ្ទះវិញដើម្បីត្រៀមធ្វើបុណ្យដោយក្តីអស់សង្ឃឹមខ្លាំងវិបុលបានសម្រេចចិត្តបង្ហោះវីដេអូអាការៈរបស់ប្អូនស្រីនិងរឿងរ៉ាវអំពើអាបធ្មត់នេះនៅលើបណ្ដាញសង្គម TikTok និង Facebook ដើម្បីស្វែងរកគ្រូសៀលពូកែចុងក្រោយវីដេអូនោះមានអ្នកមើលរាប់លានដងនិងមានការចែករំលែកជាច្រើន2ថ្ងៃក្រោយមកមានបុរសចំណាស់ម្នាក់ដែលជាអ្នកដើរព្រៃបានតាក់ទងមកវិបុលហើយប្រាប់ថាខ្មោចប្រុសអាការៈប្អូនស្រីអីនេះគឺត្រូវស្នេហ៍ព្រាយសណ្ដំចិត្តហើយមានតែលោកតាគ្រូមុននេះដែលជាគ្រូធ្មប់សៀបសគង់សៀបនៅអាស្រមអត្តកំបាំងនៅលើភ្នំគូលែនទេទើបអាចដោះបានគាត់ជាគ្រូសៀបសចុងក្រោយដែលមិនសុំលៀបសក្ការៈឡើយមិនបងអង្គយូវិបុលបានជួលឡានធ្វើដំណើរទៅខេត្តសៀមរាបភ្លាមលោកបានដើរចូលទៅក្នុងព្រៃជ្រៅនៃភ្នំគូលែនឆ្លងកាត់ទឹកជ្រោះនិងជ្រលងភ្នំដ៏លំបាកអស់រយៈពេល1ថ្ងៃពេញនៅទីបំផុតលោកបានរកឃើញអាស្រមតូចមួយដែលធ្វើពីស្លឹករៀបចំឡើងយ៉ាងស្អាតណាស់លោកតាគ្រូមុននេះដែលជាបុរសចំណាស់សក់វែងពុះសូភ្នែកខ្លាឆ្វឹងពាក់អាវសម្នាក់បានអង្គុយថ្មិចនេត្រាតាំងសមាធិនៅលើផ្ទាំងថ្មធំមួយណៅដែរគ្រាន់តែវិបុលដើរទៅដល់និងលើកដៃសម្ភារមិនទាន់នឹងនិយាយអ្វីថងលោកតាគ្រូមុននេះបានបើកភ្នែកឡើងរួចមានប្រសាសន៍ភ្លាមថាខ្មោចប្រុសឯងមកដើម្បីជួយប្អូនស្រីមែនទេនាងចិត្តអស់ដង្ហើមហើយអាបធ្មួយងងឹតនេះវាស៊ីចូលដល់ក្អោឆ្អឹងនាងហើយអាមសៀតដែលធ្វើបាបនាងរួមទាំងគ្រូអាបធ្មួយរបស់វាឥឡូវនេះវាកំពុងតែរងគ្រោះថ្នាក់ដោយសារអំពើចាក់បោកដូចគ្នាព្រោះវាប្រែប្រាស់វិញ្ញាណព្រាយហួសកម្លាំងយើងត្រូវទៅធ្វើពិធីកាត់ផ្ដាច់ឥឡូវនេះបើទុកដល់យប់ខែដាច់ព្រលឹងនាងច្បាស់ជាត្រូវព្រាយនោះលែបយកនិងស្លាប់ទៅជាព្រាយបំរើវាជារៀងរាល់រហូត
លោកតាគ្រូមុននីដកដង្ហើមធំរួចជ្រាបចំកាបោបយន្តមុនមន្ទីរអាគមចុះពីលើភ្នំធ្វើដំណើរមកកាន់រាជធានីភ្នំពេញជាមួយវិបុលរាត្រីថ្ងៃអង្គារឆ្នាំ2026ជាយប់ខែដាច់ដ៏ងងឹតស្លុបមេឃខ្មៅងងឹតប្រកកៅចង់ភ្លៀងមិនមានពន្លឺតារាឬព្រះច័ន្ទឡើយបរិយាកាសក្នុងផ្ទះរបស់វិបុលស្ងាត់ជ្រងំគួរឲ្យព្រឺរួមលោកតាគ្រូមុននីបានរៀបចំសាលាពិធីយ៉ាងម៉ត់ចត់លោកតាបានយកដីសមកគូបជារង្វង់យន្ត8ទិសនៅលើឥដ្ឋការ៉ូរួចដាក់រូបសំណាក់ព្រះពុទ្ធរូបនិងគ្រឿងសក្ការៈបូជាស្លាធរបាយសីធូបទៀនមុនពណ៌ក្រហមឆ្អៅស្រីនិតដែលមានសភាពដូចសាកសពត្រូវបានវិបុលលើកមកអង្គុយលើកៅអីឈើក្រាស់មួយនៅចំកណ្ដាលវងយន្តលោកតាគ្រូមុននីបានយកខ្សែកំប្រត់មុនពុទ្ធគុណដែលជាខ្សែសៀលជារលកប្រេងច័ន្ទមុនមកចងព័ទ្ធជុំវិញខ្លួននាងភ្ជាប់ទៅនឹងកៅអីយ៉ាងណែនលោកតាក៏យកខ្សែសៀលធំទៅចងព័ទ្ធជុំវិញរបងផ្ទះនិងទ្វារបង្អោកទាំងអស់ដើម្បីបង្កើតជាខែលការពារមិនឲ្យគ្រូស៊ុយនិងរតនាដឹងខ្លួនឬបញ្ជូនកម្លាំងងងឹតមកបន្ថែមបានវេលាម៉ោង 12 យប់ចំម៉ោងអាធ្រាត្រដែលទ្វាររវាងពិភពមនុស្សនិងវិញ្ញាណបើកចំហលោកតាគ្រូមុននីបានអង្គុយប៉ុតជើងខ្មិចនេត្រាចាប់ផ្ដើមសូត្រមន្តគិថាព្រឹកបរិទ្ធដឹងសៀបងងឹតសំឡេងសូត្ររបស់លោកតាបន្លឺឡើងយ៉ាងច្បាស់មានអំណាចធ្វើឲ្យបរិយាកាសក្នុងបន្ទប់ចាប់ផ្ដើមប្រែប្រួលយ៉ាងខ្លាំងគ្រាន់តែលោកតាគ្រូមុននីចាប់ផ្ដើមយកទឹកមុន7វត្តបប្រោះព្រំលើចំកណ្ដាលក្បាលស្រីនិតភ្លាមរាងកាយរបស់ស្រីនិតស្រាប់តែឡើងរឹងកំព្រឹកនាងបែកភ្នែកឡើងធំភ្នែកទាំងសងខាងប្រែជាពណ៌ខ្មៅងងឹតស្លុបមិនមានប្រស្រីគ្រាន់តែលោកតាគ្រូមុនីចាប់ផ្ដើមយកទឹកមុន7វត្តមកប្រោះព្រំលើចំការក្បាលស្រីនិតភ្លាមរាងកាយរបស់ស្រីនិតស្រាប់តែឡើងរឹងកំព្រឹកនាងបើកភ្នែកឡើងធំភ្នែកទាំងសងខាងប្រែជាពណ៌ខ្មៅងងឹតស្លុបគ្មានប្រស្រីភ្នែកពណ៌សឡើយនាងបានស្រែកមួយទំហឹងសំឡេងស្រែកនោះលែងជាសំឡេងមនុស្សស្រីម្នាក់ទៀតហើយវាជាសំឡេងស្រែកត្រហយំនិងក្រហឹមព្រមគ្នារបស់មនុស្សស្រីរាប់សិបនាក់សំឡេងវិញ្ញាណខ្មោចតៃហោងដែលនៅក្នុងរូបតុក្កតាអាគ្រូចាស់សក់សហងឯងចង់មកខ្លាំងជាមួយគ្រូអញហ៎កុំចេះដឹងរឿងចវាយអញមីនិតជារបបរតនាជារបបពួកអញជារៀងរហូតស្រីនិតប្រៃសន្ធិដ្ឋស្រែកកំហុកទាំងសំឡេងក្រឡោភ្លាមនោះមានខ្យល់ព្យុះខ្មៅងងឹតមួយបោកបក់ទម្លាយទ្វារបង្អួយផ្ទះចូលមកយ៉ាងខ្លាំងប្រោទោះបីជាទ្វារត្រូវបានបិទនិងចាក់សោចិត្តក៏ដោយខ្យល់នោះត្រជាក់ស្រេបដល់ឆ្អឹងបោកបក់ធ្វើឲ្យអំពូលភ្លើងទាំងអស់នៅក្នុងផ្ទះភ្លឹបផ្លែតរួចធ្លាក់ចុះមកបែកខ្ទីម្ដងមួយបន្សល់ទុកតែពន្លឺភ្លើងទៀនពណ៌ក្រហមនៅលើអាសនៈប៉ុណ្ណោះនៅក្នុងភាពងងឹតស្លុបនោះស្រមោលខ្មៅក្រាស់ខ្មឹករបស់ប្រៃស្រីសក់វែងបង្ហាញខ្លួនឡើងហោះក្រវែលពីលើក្បាលត្រីនិតវាយំខ្សឹកខ្សួលផងសោយក្អាកក្អាយផងសំឡេងលាន់លឺរង្គើដំបូលផ្ទះធ្វើឲ្យអ្នកស្រីសុភីភ័យពេកសឹងតែគាំងបែកដួងស្រីនិតបានប្រើកម្លាំងប្រៃបំរាដ៏មហិមាបំរាស់ផ្ដាច់ខ្សែកំប្រាត់មុនដាច់ជាកង់យ៉ាងងាយរួចស្ទុះហោះឡើងទៅលើអាកាសនាងបានប្រើដៃវាយកំទេចអាសនៈមុនរបស់លោកតាគ្រូមុនីខ្ទេចខ្ទីធូបទៀនខ្ចាត់ខ្ចាយវិបុលនឹងម្ដាយឃើញប្អូនស្រីហោះភ័យពេកក៏ស្ទុះទៅជួយចាប់ជើងនាងប៉ុន្តែត្រូវបានកម្លាំងខ្យល់ខ្មោចងងឹតបោកខ្ទាតទៅបុកជញ្ជាំងផ្ទះយ៉ាងពេញទំហឹងបណ្ដាលឲ្យរងរបួសក្បាលនិងសន្លប់បាត់ឈឹងទាំងពីរនាក់ឥឡូវនេះនៅក្នុងបន្ទប់សល់តែលោកតាគ្រូមុនីនិងស្រីនិតដែលត្រីប្រៃសន្ធិដ្ឋស្រីនិតបានស្ទុះមកច្របាច់កលោកតាគ្រូមុនីយ៉ាងលឿនក្រចកដៃរបស់នាងវែងចេញមកខ្មៅស្រងាំខំចូលសាច់លោកតាឈាមហូរស្រក់មុខរបស់ស្រីនិតនៅចម្ងាយតែមួយចំអាមពីមុខលោកតាវាប្រែជារលួយធ្លាក់សាច់ចេញមកនិងមានដង្កែវវ៉ាពេញភ្នែកគួរឲ្យរន្ធត់បំផុតការសង្គ្រាមមុនអគាមរវាងគ្រូនិងគ្រូទោះបីជាកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ជិតដកដង្ហើមមិនរួចឡើយលោកតាគ្រូមុនីមិនស្លន់ស្លោឡើយលោកដឹងថាគ្រូស៊ុយនិងរតនាកំពុងតែសូត្រមន្តបញ្ជាប្រៃពីចម្ងាយដើម្បីសម្លាប់លោកតាបានប្រមូលសមាធិចុងក្រោយបិទភ្នែកសូត្រគិថាប្រកាខ្លួនមហាកំពាំងកែវ7ស្រទាប់ធ្វើឲ្យមានពន្លឺពណ៌មាសភាយចេញពីរាងកាយលោកតារុញច្រានកម្លាំងប្រៃឲ្យថយក្រោយរួចមកលោកតាបានលូកដៃទៅដកកំបិតបន្ទោមុនពុទ្ធគុណជាកំបិតមុនធ្វើពីដែកលាយរន្ទាក់បាញ់7វត្តចេញពីចង្កេះរួចចាក់ចាំកណ្ដាលបាតដៃទាំងសងខាងយ៉ាងនេះនិងយកប្រេងមុនសញ្ញាយន់មកចានៅថ្ងានាងអូមម៉ាក់មុខសុកសើបព្រះអាទិត្យកំតិចអាបធ្មប់ងងឹតរលាយវិញ្ញាណបិសាចងាកបកទៅរកម្ចាស់ដើមវិញជាដាច់ខាតលោកតាស្រែកឡើងដោយសំឡេងលាន់រួចរន្ទះបាញ់ផ្សែងខ្មោចស្រាប់តែភាយចេញពីបាតដៃនិងមាត់ស្រីនិតយ៉ាងខ្លាំងនាងស្រែកយំយ៉ាងឈឺចាប់រួចដួលខ្ទាតទៅក្រោយលើឥដ្ឋការ៉ូបំរាស់ននៀលដូចសត្វត្រូវទឹកក្តៅ
លោកតាគ្រូមុនីមិនទុកឱកាសឲ្យវិញ្ញាណអាក្រក់ដកដង្ហើមឡើយលោកតាយករូបតុក្កតាដីដុតតំណាងឲ្យរតនានិងគ្រូស៊ុយមកដាក់លើចានជើងទៀនរួចយកដៃលួយមុនដុតភ្លើងទៀនមកចាក់ទម្លុះបេះដូងនិងក្បាលរូបតុក្កតានោះព្រមទាំងយកច្រវាក់មុនបុរាណមកវាយទៅលើអាកាសធាតុត្រង់ស្រមោលខ្មៅនៃប្រាយបំរើនោះសំឡេងផ្ទុះដាំងដោយរន្ទាក់បាញ់បន្លឺនៅក្នុងផ្ទះ3ដងធ្វើឲ្យកញ្ចក់បង្អួយផ្ទះបែកខ្ទេចខ្ទីអស់ស្រមោលប្រាយខ្មៅសក់វែងនោះត្រូវរន្ទះមុនរបស់លោកតាវាយដាច់ជាកង់វារលាយសាច់ជាឈាមខ្មៅប៉ះពេញឥតរួចស្រែកយំអង្វើទាំងការឈឺចាប់យ៉ាងខ្លាំងថាអញខ្លាចហើយអញទៅអីកុំដុតកំតិចប្រលឹងអញអីមិនទាន់នឹងស្រែកចប់វិញ្ញាណប្រាយនោះក៏ត្រូវភឿងមុនពណ៌ខៀវឆេះរលាយคล้ายជាផាកផងបាត់ទៅខុនអាកាសធាតុដាច់ស្លាស់បន្ទាប់ពីវិញ្ញាណប្រាយបំរើត្រូវកំតិចចោលជាស្ថាពរស្រីនិតក៏ដួលសន្លប់បាត់ស្មារតីទៅលើឥដ្ឋសភាពដកដង្ហើមវែងមុខមាត់របស់នាងចាប់ផ្ដើមមានឈូមឈាមឡើងវិញក្លិនស្អីរលួយនៅក្នុងផ្ទះត្រូវបានរលាយបាត់អស់ទាំងស្រុងជំនួសដោយក្លិនក្រអូបនៃប្រេងចន្ទនោមុនព្រឹកឡើងពន្លឺព្រះអាទិត្យដ៏ក្តៅក្អប់និងបរិសុទ្ធបានជះចូលមកតាមបង្អួចផ្ទះបែកបាក់នោះវិបុលនិងញាស្រីសុភីបានដឹងខ្លួនឡើងវិញពួកគាត់ប្រញាប់រត់មកមើលស្រីនិតពេលនោះស្រីនិតបានបើកភ្នែកដឹងខ្លួនឡើងវិញយឺតភ្នែករបស់នាងប្រែជាថ្លាឆ្វឹងស្រស់ស្អាតដូចដើមមិនមានភាពស្លក់ខ្មៅឬក្រហមឈាមគួរឲ្យខ្លាចទៀតឡើយនាងសម្លឹងមើលម្ដាយនិងបងប្រុសដែលកំពុងអង្គុយក្បែរទាំងទឹកមាសថាម៉ែបងបុលខ្ញុំដូចជាទើបតែភ្ញាក់ពីសុបិនអាក្រក់ដ៏យូរតារុននិងងងឹតបំផុតខ្ញុំសុំទោសដែលធ្វើឲ្យម៉ែនិងបងពិបាកគ្រួសារទាំង3បានអោបគ្នាយំដោយក្តីរំភើបរីករាយជាពុនប្រមាណព្រោះអំពើអាបធ្មប់ដែលលងបន្លាចនឹងធ្វើតារុណកម្មគ្រួសារពួកគេអស់រយៈពេល74ឆ្នាំពីឆ្នាំ2022ទៅឆ្នាំ2026ត្រូវបានកំទេចចោលជាស្ថាពរលោកតាគ្រូមុនីញញឹមរួចរៀបចំរបស់របរត្រឡប់ទៅភ្នំគូឡែនវិញដោយមិនទារប្រកាសសំបីតែមួយរៀល2ថ្ងៃក្រោយមកវិបុលបានបើកទូរទស្សន៍មើលព័ត៌មានហើយបានឃើញដំណឹងដ៏គួរឲ្យរន្ធត់មួយសមត្ថកិច្ចនគរបាលបានចុះទៅពិនិត្យខ្ទមអាតកំបាំងមួយនៅក្នុងព្រៃជ្រៅក្បែរព្រំដែនហើយបានរកឃើញសាកសពរបស់រតនានិងគ្រូស៊ុយដេកស្លាប់អោបខ្ញាត់ទាំងអាណោតអាដើមពុនប្រមាណសភាពសាកសពរបស់ពួកគេទាំងពីរគឺមានលក្ខណៈគួរឲ្យខ្លាចខ្លួនប្រាណទាំងមូលប្រែជាខ្មៅខ្លោចស្បែកមានស្មាមរឡានចាមដៅដួតត្រូវរំពាត់ខ្សែច្រវាក់ដែកធំវាយដំដួតទៅនឹងស្មាមច្រវាក់មុនដែលលោកតាគ្រូមុនីបានវាយកំទេចប្រាយនៅក្នុងពិធីភ្នែកទាំងសងខាងលៀងចេញមកក្រៃកន្លឹងភ្នែកអណ្ដាតលៀងរះលែងចេញមកក្រៅកម្មដាច់និងមានឈាមខ្មៅស្អីហូរចេញតាមទ្វារទាំង9គឺភ្នែកច្រមុះត្រចៀកមាត់និងភ្លៅក្រៅវាគឺជាអំពើចាក់បក់ backfire ដ៏សាហាវនិងយុត្តិធម៌បំផុតនៃច្បាប់ធម្មជាតិនៅក្នុងពិភពងងឹតពេលដែលមុនអាគាមខ្មៅត្រូវបានគ្រូខ្សែសដែលមានសើមខ្លាំងជាងដកដាច់នឹងកំទេចចោលទៅថាមកទុនងងឹតនិងវិញ្ញាណខ្មោចប្រៃទាំងឡាយដែលពួកគេធ្លាប់ចិញ្ចឹមនិងប្រើប្រាស់និងបាត់បង់ការគ្រប់គ្រងរួចត្រឡប់ទៅកម្មស៊ីបំផ្លាញសាច់ឈាមនិងប្រលឹងម្ចាស់ដើមវិញភ្លាមដោយមិនមានផ្លូវជួយសង្គ្រោះបានឡើយរឿងរ៉ាវដ៏រន្ធត់ដែលបានចាប់ផ្ដើមតាំងពីឆ្នាំ2022មកបានបន្សល់ទៅស្លាកស្រមនឹងមេរៀនជីវិតដ៏ធំធេងសម្រាប់ស្រីនិតនិងគ្រូសាស្រីនិតត្រូវចំណាយពេលរាប់ខែដើម្បីស្ដារសុខភាពកាយនិងផ្លូវចិត្តឡើងវិញឯសេឡាក៏បានជាសះស្បើយពីរបួសជើងផងរឿងរ៉ាវនេះបានបញ្ជាក់ឲ្យឃើញច្បាស់ថាក្តីស្រឡាញ់ដែលកើតចេញពីការបង្ខិតបង្ខំការគុំគួនចង់ឈ្នះនិងការប្រើប្រាស់មុនអាគាមងងឹតអាបធ្មប់មិនដែលផ្ដល់នូវសេចក្តីសុខពិតប្រាកដឡើយចុងក្រោយមានតែវិនាសអន្តរាយផលកម្មស្នងភ្លាមមើលនឹងភ្នែកនិងត្រូវធ្លាក់នរកទាំងរស់សូន្យជីវិតតែប៉ុណ្ណោះ